បាទសូមជម្រាបសួរលោកស្រីជាអ្នកសារព័ត៌មានទាំងអស់ដែលបានអញ្ជើញមកដល់ទីនេះដើម្បីទទួលការត្រឡប់មកវិញរបស់ប្រតិភូកម្ពុជាហើយលោកស្រីទាំងអស់បានជ្រាបហើយថាតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោកព្រមទាំងបានទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីសម្ដេចនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាអាដាមសាជាឈៀងរារដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកបានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់សុខាភិបាលដើម្បីទៅចូលរួមនៅក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី79ហើយអញ្ចឹងទេខ្ញុំសូមជម្រាបជូនលោកស្រីជាអ្នកសារព័ត៌មានថានៅនីតិសន្និសីទនេះអាដាមសាជាលោកនឹងជម្រាបជូនអំពីលទ្ធផលសំយុគអំពីលទ្ធផលនៃអង្គសន្និបាតទាំងមូលជូនលោកស្រីដើម្បីយើងផ្សព្វផ្សាយបន្តផ្ទាល់ទៅបងប្អូនយើងដែលលោកចង់បានជ្រាបលំអិតឬក៏ហៅថាជាបែបសំយោគងាយយល់នៃអាដាមសាចារ្យលោកនឹងជម្រាបជូនហើយនៅវគ្គទី2អាដាមលោកនឹងឆ្លើយតបទៅនឹងសំណួរទាំងឡាយដែលលោកស្រីសារព័ត៌មានដើម្បីសួរនាំលោកដើម្បីលោកអាចឆ្លើយជូនទៅបានបាទអញ្ចឹងខ្ញុំបាទសូមគ្រប់ជូនអញ្ជើញអាដាមសាចារ្យរដ្ឋមន្ត្រីជាទីរបស់ពុទ្ធដើម្បីលោកចាប់ផ្ដើមនៅសន្និសីទនេះហើយជូនអាដាមលោកជំទាវលោកស្រីទាំងអស់ដែលនៅទីនេះដើម្បីក៏លោកបានជូនអស់គ្នាផងដែរសូមជាអរគុណសូមជម្រាបសួរសម្ដេចអាដាមជំទាវបងប្អូនប្រជាពលរដ្ឋទាំងអស់គឺតែជ្រាបថាតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោកព្រមទាំងបានទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាខ្ញុំបានដឹកនាំប្រតិភូនៃក្រសួងសុខាភិបាលដើម្បីចូលរួមនៅកិច្ចប្រជុំមហាសន្និបាតសុខភាពពិភពលោកលើកទី79ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលសប្តាហ៍កន្លងទៅនេះគឺថ្ងៃ18ដល់ថ្ងៃទី23ឧសភាឆ្នាំ2026នៅទីក្រុងហ្សឺណែវនៃសហព័ន្ធស្វីសនេះដែលក្នុងចំណោម185ប្រទេសដែលបានចូលរួមគឺផ្ដោតទៅលើប្រធានបទឆ្នាំនេះគឺការកែតម្រង់សុខភាពសកលហើយនឹងការចែករំលែកការទទួលខុសត្រូវមានន័យជាបច្ចេកទេសថា reshaping global health or share responsibility ហើយជាលទ្ធផលសង្ខេបនៃមហាសន្និបាតនេះខ្ញុំសូមជម្រាបជូនថាជាទម្លាប់ទូទៅនៃមហាសន្និបាតតែមានការធ្វើការអនុម័តនៅដំណោះស្រាយចំណុចកគឺអនុម័តនៅដំណោះស្រាយនិងសេចក្តីសម្រេចជាអាចមួយចំនួនដូចខាងក្រោមគឺទី1គឺដំណោះស្រាយចំណុចកនេះមានដំណោះស្រាយទៅលើជុំវិញនៅសមត្ថភាពសុខភាពសម្រាប់អ្នកជំងឺដែលមានជំងឺដែលប្រភេទ hemophily ជាភាសាបច្ចេកទេសនិងអ្នកដែលមានជំងឺហូរឈាមផ្សេងៗដើម្បីលើកកម្ពស់នៃការកាត់គូនៃប្រភេទនៃអ្នកជំងឺបែបខាងលើនេះទី2តូចគឺក្រមប្រតិបត្តិរបស់អង្គការសុខភាពពិភពលោកស្តីពីការជ្រើសរើសបុគ្គលិកសុខាភិបាលជាលក្ខណៈអន្តរជាតិទី3គឺការយកចិត្តទុកដាក់អំពីវិទ្យុសកម្មនិងសុខភាពដែលជាការការពារត្រៀមខ្លួនក្នុងការឆ្លើយតបជាមួយនឹងផលប៉ះពាល់ដែលបណ្ដាលមកពីវិទ្យុសកម្មនៃការថតឆ្លប់នេះហើយទី4គឺអំពីជំងឺថ្លើមជាការដែលត្រូវគិតគូរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពទី5គឺភាពជាក់លាក់នៃវិទ្យាសាស្ត្រដែលឆ្ពោះទៅរកលក្ខណៈសមត្ថភាពក្នុងការថែទាំសុខភាពគោលដៅហើយទី6គឺការទទួលបាននៅរូបភាពរោគវិនិច្ឆ័យវិទ្យុសាស្ត្រនេះបានច្បាស់លាស់ប្រកបទៅដោយសមត្ថភាពដែលជាបច្ចេកទេសនៃផ្នែកថតឆ្លុះទី7គឺការកាត់បន្ថយបន្ទុកជំងឺដាច់សរសៃឈាមខួរក្បាលមានលក្ខណៈស្រួចស្រាយទី8គឺជំរុញនូវសក្តិភាពនៃភាពវៃឆ្លាតនិងសកម្មនៃឱសថដែលជាឧបករណ៍សម្រាប់ប្រព័ន្ធសុខាភិបាលនៅសកលលោកយើងនេះហើយទី9គឺលក្ខខណ្ឌសុខភាពនៅលើទឹកដីដែលមានចំនួនហ្នឹងគឺបញ្ហាប៉ាឡេស្ទីនរួមទាំងទីក្រុងយេរូសាឡឹមបាទចំពោះចំណុចខគឺសេចក្តីសម្រេចគឺមានជាអាចចំនួន7គឺសេចក្តីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកម្រិតខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបាទទី2គឺយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងកម្ពុជាយើងក៏កំពុងតែមានដំណើរល្អនៅក្នុងកិច្ចការងារនេះដែរទី3គឺយុទ្ធសាស្ត្រសកលស្តីពីសមាហរណកម្មផ្នែកសង្គ្រោះបន្ទាន់និងការថែទាំករណីស្មុគស្មាញនៅឆ្នាំ2026ឆ្នាំ2035ដែលជាយុទ្ធសាស្ត្រស្របជាមួយនឹងកម្ពុជាដែលយើងដាក់គោលដៅក្នុងការគិតគូរពីការសង្គ្រោះបន្ទាន់ការធ្វើរោគវិនិច្ឆ័យនិងផ្នែកប្រពោធនកម្មកម្រិតធ្ងន់នេះបាទហើយទី4គឺការបង្កើនលទ្ធភាពក្នុងការបម្រើសេវាប្រកបដោយក្រមសីលធម៌
នឹងការគ្រប់គ្រងការផ្សំនៅជាលិកាសរីរាង្គមនុស្សនេះគឺការយកចិត្តទុកដាក់ជាក្រមសីលធម៌ក្នុងការធ្វើការផ្សំសរីរាង្គហើយទី5គឺបច្ចុប្បន្នភាពស្ដីពីការព្រៀនផែនការសកម្មភាពស្ដីពីភាពស៊ាំនឹងថ្នាំសាសដែលជាកិច្ចការសំខាន់មួយនៅលើសកលលោកកំពុងតែយកចិត្តទុកដាក់ពីព្រោះការស៊ាំនឹងថ្នាំសាសការប្រើប្រាស់មិនសមស្របនេះនឹងមានហានិភ័យធំសម្រាប់សកលលោកទាំងមូលទី6គឺសេដ្ឋកិច្ចសម្រាប់សុខភាពទាំងអស់គ្នាគឺ economic of health for all នេះគឺគិតគូរពាក់ព័ន្ធគ្នាជាមួយនឹងសេដ្ឋកិច្ចជាមួយនឹងសុខភាពហើយទី7នេះគឺសេចក្តីព្រៀងសកម្មភាពសកលសម្រាប់សុខភាពជនជាតិដើមភាគតិចដែលមានការគិតគូរជាសកលផងដែរចំណុចនេះចំណុចទី1ធំចំណុចទី2ធំគឺខ្ញុំក្នុងនាមស្ថាប័នសុខាភិបាលក្រសួងសុខាភិបាលកម្ពុជាគឺបានថ្លែងនៅបទអន្តរាគមន៍ជាសន្ទរកថាចំពោះមុខវេទិកាអន្តរជាតិរបស់រដ្ឋទាំង185ដែលបានចូលរួមហើយបានគូរំលឹកបញ្ជាក់អំពីសុខភាពសកលដែលកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដែលមានសុខភាពហើយដែលវាជាការកំណត់សម្រាប់អនាគតកាលនៃសុខភាពសកលផងដែរទី3ធំគឺក្នុងនាមស្ថាប័នសុខាភិបាលកម្ពុជាក៏យើងខ្ញុំបានដឹកនាំរដ្ឋភូក្នុងការជួបពិភាក្សាជាមួយអង្គការដៃគូភាគីទាំងឡាយដែលរួមទាំងអង្គការសុខភាពពិភពលោកក្នុងតំបន់ Pacific ខាងលិចអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសជប៉ុនមូលនិធិសកលដែលពាក់ព័ន្ធសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដជំងឺរបេងជំងឺគ្រុនចាញ់អង្គការអន្តរជាតិដែលពាក់ព័ន្ធជាមួយនឹងការទទួលស្គាល់គុណភាព accreditation ហើយដែលមានតំណាងរបស់ Joint Commission International Accreditation បានចូលរួមផងដែរដើម្បីនឹងលើកកម្ពស់ការពង្រឹងគុណភាពនៅការបម្រើសេវានៅកម្ពុជាហើយនឹងការទប់ស្កាត់នៅជំងឺគ្រុនចាញ់ដែលយើងបានបញ្ចប់ហើយនឹងការពារធ្វើម៉េចកុំឲ្យកើតមានឡើងវិញនេះទី4ធំគឺប្រតិភូអមនៃក្រសួងសុខាភិបាលយើងក៏បានបែងចែកឋានៈដឹកនាំយើងក្នុងការចូលរួមធ្វើបទអន្តរាគមន៍នៅក្នុងខ្សែ event នៅក្នុងព្រឹត្តិការណ៍អមទាំងឡាយទៅលើប្រធានបទសំខាន់ជាច្រើនដែលផ្ដោតរួមគឺទៅលើការបម្រើសេវាសុខភាពទី2គឺការការពារសុខភាពហើយទី3គឺការអប់រំលើកកម្ពស់សុខភាពបាទ provide health protect health and promote health បាទហើយនៅក្នុងនោះគឺក៏យើងធ្វើការជារួមទៅជំរុញការអនុវត្តនៃកិច្ចព្រមព្រៀងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលដែលបានអនុវត្តពីឆ្នាំកន្លងទៅដើម្បីជំរុញការអនុវត្តនៅឆ្នាំនេះហើយការបដិញ្ញាចិត្តជាសកលឆ្ពោះទៅលើការលុបបំបាត់ជំងឺគ្រុនចាញ់របេងនិងជំងឺឆ្លងនៅក្នុងតំបន់ត្រូពិកនេះហើយក៏ស្របជាមួយនឹងដំណើរល្អប្រសើររបស់កម្ពុជាផងដែរដែលបានសម្រេចគោលដៅចំណុចមួយទៀតដែរនោះគឺការក្រោតរំដោបសុខភាពជាសកលដែលសកលលោកកំពុងតែយកចិត្តទុកដាក់ស្របគ្នានឹងកម្ពុជាដែលយើងបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ2024ហើយនៅក្នុងដំណើរវិវត្តល្អរបស់យើងដែលយើងកំពុងតែចូលរួមហើយបាក់ចែករំលែកបទពិសោធន៍ទាំងឡាយនិងមួយទៀតដែរនោះគឺថាការបដោតទៅលើយុទ្ធសាស្ត្រនៃសមាហរណកម្មនៃការសង្គ្រោះបន្ទាន់ដូចដែលគណៈកម្មការជំរុញវិធានកលឹះដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការជំរុញឲ្យមានការលើកកម្ពស់នៅផ្នែកសេវាព្យាបាលសង្គ្រោះនេះគឺកម្ពុជាបានធ្វើតាំងពីឆ្នាំដំបូងនៃអាណត្តិនេះហើយបានជំរុញកិច្ចការងារនេះតាំងពីឆ្នាំ2020ចុង23 24ហើយ25បានកសាងនៅផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំនួន61នេះគឺជាការស្របគ្នាជាមួយនឹងដំណើរសកលគឺជាការគប់ជូនសកលលោកឆ្នាំនេះលើកយកប្រធានបទដែលកម្ពុជាយើងបានដាក់តាំងពីដើមអាណត្តិមកនេះគឺជាការគប់ជូនមួយដែលគិតថាកម្ពុជាស្ថិតនៅក្នុងការដើរឈានមុខបាទនៅក្នុងការគិតគូរសុខភាពហើយដែលជាកលឹះសម្រាប់រំលេចជាអតិភិបពីព្រោះយើងធ្វើច្រើនប៉ុន្តែអតិភិបមានអ្វីកម្ពុជាចាប់ចំណាហើយសុខភាពបឋមនេះទៀតផងដែរពិភពលោកលើកឡើងហើយលើកឡើងទៀតបាទដូច្នេះនៅមួយទៀតដែរគឺការដែលប្រយុទ្ធប្រឆាំងនឹងភាពស៊ាំថ្នាំសាសនេះដែលជាវិបត្តិធំដែលស្ងប់ស្ងាត់ហើយអាចជាការគម្រាមកំហែងនៅក្នុងរយៈពេលវែងឆ្ងាយខាងមុខបាទហើយចំណែកឯទី5ធំជាទម្លាប់នោះគឺប្រតិភូអមរបស់យើងតែងចូលរួមនៅព្រឹត្តិការណ៍សំខាន់មួយចំនួនអំបញ្ញវិញថ្លែងអន្តរាគមន៍ចំណុចទី5នេះគឺចូលរួមហើយនឹងចែកចំណែកជាមតិដកពិសោធន៍ហើយនឹងចូលរួមយោបល់សម្រាប់ពិភពលោកហើយមានច្រើនរហូតទៅដល់13 + 6 19
19អន្តរាគមន៍ដែលថ្នាក់ដឹកនាំមានការមមាញឹកក្នុងការចូលរួមហើយនៅក្នុងនោះមានជាអាចគឺការចែកតម្រូវការជួបផ្ទះបញ្ហាសុខភាពក្នុងចំណោមប្រទេសនិយាយភាសាបារាំងហើយការនិយាយអំពីជំនួបនៃបណ្ដាប្រទេសគឺនិយាយភាសាប្រាំងទៅលើទស្សនវិជ្ជាវិទ្យាសាស្ត្រជាច្រើនទៀតមួយទៀតដែរគឺការធ្វើបរិបទនៃការវិវត្តបញ្ញាសិប្បនិមិត្តថា AI ជាមួយនឹងវិទ្យាសាស្ត្រនេះក៏កំពុងជជែកយ៉ាងផុសផុលនៅក្នុងមហាសន្និបាតនេះដែរមួយទៀតដែរនោះគឺសម្ព័ន្ធភាពសកលនៃការជួយធ្វើយ៉ាងម៉េចគិតគូរអំពីការបញ្ហាគ្រោះថ្នាក់ដែលប៉ះទង្គិចខួរក្បាលនេះអញ្ចឹងគួបគប់ជូនសកលលោកកំពុងតែជួបប្រទះនៅបណ្ដាប្រទេសជាច្រើនហើយចំណែកឯនៅកម្ពុជាយើងនេះក៏មានឥទ្ធិពលនៃការប៉ះពាល់ជាមួយខួរក្បាលដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះរហូតដល់ក្នុងចំណោមបញ្ហាខួរក្បាលនេះរហូតដល់ 74% នេះគឺជាទំហំធំដូច្នេះ GR 19នៃព្រឹត្តិការណ៍នេះគឺថ្នាក់ដឹកនាំក្រសួងសុខាភិបាលយើងបានចូលរួមហើយបានដោះដូរនៅបទពិសោធន៍រវាងបណ្ដាប្រទេសទាំងឡាយហើយជាពិសេសអ្វីដែលអាចមានលក្ខណៈផ្ដំប្រសងហើយឃើញថាជារួមកម្ពុជាយើងជាប្រទេសមួយស្ថិតនៅក្នុងកម្រិតនៃប្រទេសដែលភាគច្រើននៃបណ្ដាសមាជិកក្នុងអង្គការសុខភាពសកលលោកនេះមានលក្ខណៈផ្ដំប្រសងហើយដែលជាប្រទេសដែលត្រូវការទាមទារចង់បានបទពិសោធន៍ពីប្រទេសដូចកម្រិតយើងកម្ពុជានេះហើយកម្ពុជាក៏សង្កេតឃើញថាដៃគូទាំងឡាយតែងតែបានកោតសរសើរលើកទឹកចិត្តថាយើងបានដើរឈានបានលឿនហើយដូចជាសុខភាពផ្លូវចិត្តអញ្ចឹងគឺថាកម្ពុជាជាប្រទេសមួយនៅក្នុងចំណោមប្រទេស10ដំបូងនៃការគិតគូរអំពីបញ្ហាសុខភាពផ្លូវចិត្តហើយដាក់អនុវត្តនៅគោលដៅរបស់អង្គការសុខភាពពិភពលោកមុនគឺថា10ដំបូងនៃប្រទេសទាំងឡាយនៅលើសកលលោកដូច្នេះទេគឺនេះគឺខ្ញុំសូមចូលនៅសេចក្តីសង្ខេបនៃលទ្ធផលនៃការចូលរួមប្រជុំមហាសន្និបាតសុខភាពពិភពលោកលើកទី79ជូនប៉ុណ្ណេះសូមអរគុណចាសសូមគោរពជំរាបសួរអាយដាមនេះខ្ញុំសច្ចចន្ទកណាមកពីអង្គភាពព័ត៌មាន Fresh News ហើយនេះខ្ញុំក៏សូមអរគុណទៅដល់អាយដាមដូចជាថ្នាក់ដឹកនាំទាំងអស់ដែលបានលំអិតក៏ដូចជាការពំនាំអ្វីដែលកម្ពុជាមានទៅក្រៅហើយក៏បានទទួលអត្ថប្រយោជន៍ជាច្រើនមកកម្ពុជាវិញប៉ុន្តែនៅក្នុងតកងទៅនឹងការចូលរួមនេះខ្ញុំក៏សូមអនុញ្ញាតជំរាបសួរតែអាយដាមចំនួន7សំណួរតែនឹងខ្ញុំសូមជូន2សំណួរជាដំបូងគឺទី1តកងតែអាយដាមអញ្ជើញទៅកាន់ចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី79នេះអាចជួយជម្រាបជូនបានទេអត្ថប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជាអំពីការចូលរួមនៅក្នុងសន្និបាតនេះចានៅក្នុងទីក្រុងសេនីប្រទេសស្វីសនេះចាសូមអរគុណណាស់ការដែលកម្ពុជាចូលរួមសន្និបាតបានពំនាំនៅអត្ថប្រយោជន៍សម្រាប់កម្ពុជាដោយសង្ខេបទៅគឺមួយធំគឺការចូលរួមរបស់កម្ពុជានៅក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី79នេះគឺថាទទួលបានលទ្ធផលជាវិជ្ជមាននិងផ្លែផ្កាធំធេងដែលកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាអំពីអនាគតសុខភាពសកលដែលក្នុងខណៈដែលពិភពលោកកំពុងតែជួបប្រឈមជាមួយនឹងបញ្ហាធំជាច្រើនរាប់តាំងពីជំងឺរាតត្បាតជំងឺមិនរាតត្បាតក៏បញ្ហាភាពស៊ាំនឹងថ្នាំផ្សះនិងសម្ពាធហិរញ្ញវត្ថុសុខភាពសកលព្រមទាំងវិបត្តិនៃចំនួនទាំងឡាយដូច្នេះសកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាលមួយជ្រាលជ្រៅបាទតែសំខាន់អញ្ចឹងកម្ពុជាទី2គឺបានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះការងារនៃកិច្ចការគ្របដណ្ដប់សុខភាពជាសកល Universal Health Coverage នេះក្នុងការបដិញ្ញាចិត្តខិតខំពង្រឹងជំរុញឲ្យបានជោគជ័យហើយនៅក្នុងនោះដែរបន្ទាប់ទៅទៀតគឺពង្រឹងការថែទាំសុខភាពបឋម Primary Health Care នឹងត្រៀមខ្លួនក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាតដែលកំពុងតែប្រឈមនេះហើយនឹងវិធីសាស្ត្រនៃការការពារដែលហៅថាសុខភាពតែមួយ One Health Approach ដែលសកលលោកកំពុងតែអនុវត្តក្នុងគោលបំណងនៃការទប់ស្កាត់នៃជំងឺឆ្លងដែលកើតថ្មីនិងកើតឡើងវិញនេះបាទហើយកម្ពុជាក៏បានបង្ហាញពីសមិទ្ធផលសំខាន់របស់ខ្លួននៅក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ដែលយើងទទួលបានជោគជ័យការដែលយើងគ្រប់គ្រងជំងឺរបេងបានល្អនិងមានការកោតសរសើរហើយការកំពុងតែធ្វើ transformation បំលែងនៅប្រព័ន្ធសុខាភិបាល digital ឲ្យមាននវានុវត្តន៍ឲ្យមានការរីកចម្រើននិងការពង្រឹងភាពធន់
នៃប្រព័ន្ធសុខាភិបាលកម្ពុជាផងដែរហើយទី3នោះគឺលើសពីនេះគឺកម្ពុជាបានពង្រឹងនូវកិច្ចសហប្រតិបត្តិការកិច្ចសហការជាមួយអង្គការសុខភាពពិភពលោកទាំងសកលទាំងតំបន់និងជាមួយនឹងដៃគូអភិវឌ្ឍន៍ដៃគូទ្វេភាគីនិងអង្គការសុខភាពអន្តរជាតិជាច្រើនទៀតដើម្បីធ្វើយ៉ាងណាឲ្យមានការគ្រប់គ្រងជាអតិភិបនៅវិស័យសុខាភិបាលតាមរយៈការតំណាក់តំណងនេះសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលយូរអង្វែងណានេះជារួមសង្ខេបប៉ុណ្ណេះ ចាឃើញថានៅក្នុងមហាសន្និបាតនេះគឺមានព្រឹត្តិការណ៍ជាច្រើនតែនៅក្នុងហ្នឹងអាចអាចជួយជម្រាបជូនបន្ថែមទេតើកម្ពុជាយើងនឹងបានផ្ញើសារអ្វីខ្លះទៅកាន់សហគមន៍អន្តរជាតិក្នុងអំឡុងមហាសន្និបាតនេះចាការពិតគឺ185ប្រទេសមានសារជាច្រើនប៉ុន្តែកម្ពុជាសារកម្ពុជាគឺជាសារគន្លឹះមួយដែលបញ្ជាក់ស្មារតីពិភពលោកអំពីអ្វីដែលជាដំណាក់កាលកំពុងតែប្រឈមនេះតើយើងគួរធ្វើយ៉ាងណាដើម្បីឲ្យនៅតែមានភាពរឹងមាំនៅប្រព័ន្ធសុខាភិបាលដែលពិភពលោកចង់ដឹងថាប្រទេសទាំងឡាយតើដោះស្រាយបែបម៉េចនោះកម្ពុជាដកពិសោធន៍ពីកិច្ចការដែលយើងកំពុងតែមានក្នុងដៃរាល់ថ្ងៃហើយនឹងប្រមាលមើលសម្រាប់ពេលអនាគតនោះគឺកម្ពុជាបានគូបញ្ជាក់ទីមួយគឺកម្ពុជាបានគូបញ្ជាក់អំពីការធ្វើកំណែទម្រង់សុខាភិបាលសកលដែលគួរហើយនឹងត្រូវតែចាប់ផ្ដើមគិតគូរឲ្យមានការគិតគូរឡើងវិញបន្ថែមទៀតអំពីការបដូរទិសដៅនៃការគិតគូរតែទៅលើការព្យាបាលឥឡូវគិតគូរការព្យាបាលផងប៉ុន្តែសង្កត់ឲ្យកាន់តែខ្លាំងទៅលើការបង្កើននៅការវិនិយោគទៅលើការបង្ការដែលទទួលផលចំណេញច្រើនជាងនៃការដែលប្រតែចាំព្យាបាលនេះគឺពិភពលោកគួរបត់ទៅផ្លូវនៃការដែលផ្ដោតទៅលើការបង្ការមួយទៀតគិតទៅលើសមត្ថភាពធ្វើម៉េចឲ្យមានសមត្ថភាពនៅក្នុងការបម្រើសេវាមួយទៀតដែរគឺធ្វើម៉េចឲ្យសុខាភិបាលមានភាពធន់ហើយធ្វើឲ្យប្រព័ន្ធសុខាភិបាលនេះផ្ដោតទៅលើសហគមន៍មូលដ្ឋានណាធ្វើម៉េចគិតចេញពីខាងក្រៅមកគិតពីក្នុងប្រទេសគិតពីក្នុងសហគមន៍បាទដើម្បីយើងព្យាយាមដោះស្រាយព្រោះបញ្ហាសកលមានលក្ខណៈទូលំទូលាយដែលមានសម្ពាធអញ្ចឹងទេមានតែយើងគិតគូរពី local មានន័យថាពីសហគមន៍ពីមូលដ្ឋានហើយបើនិយាយប្រទេសពីក្នុងប្រទេសនេះគឺកម្ពុជាបានបញ្ជូនសារនេះចូលទៅក្នុងមតិដែលយកទៅធ្វើទីការពិចារណាជាសកលទី2គឺយើងក៏បានបញ្ជាក់អំពីការគិតគូរធ្វើការយ៉ាងណាវិនិយោគទៅលើសេវាថែទាំសុខភាពបឋមដែលបានលើកឡើងបាញ់វិញការអភិវឌ្ឍធនធានមនុស្សការសាមគ្គីភាពនៅក្នុងសង្គមនិងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលនៅក្នុងមូលដ្ឋានដដែលទៀតបាទដើម្បីធ្វើម៉េចព្រោះនេះគឺជាសារៈសំខាន់ដើម្បីអភិវឌ្ឍឲ្យមានចីរភាពត្រូវគិតចាប់ផ្ដើមចេញពីបែបនេះបាទហើយទី3គឺកម្ពុជាក៏បានសង្កត់ធ្ងន់ថាសុខាភិបាលក៏ដូចជាសុខភាពសកលនេះគឺជាការទទួលខុសត្រូវរួមគ្នាមិនរួមមិនបានទេឧទាហរណ៍ដូចជាជំងឺអេបូឡាដូចជាជំងឺដែលបង្កដោយ virus Hanta លក្ខគឺជាការទទួលខុសត្រូវរួមគ្នាមិនអាចត្រឹមតែប្រទេសណាមួយហើយមិនមានការសហការគ្នាបាននោះទេដែលទាមទារឲ្យមានកិច្ចសហការជាអន្តរជាតិជាសកលឲ្យកាន់តែរឹងមាំប៉ុន្តែឲ្យគោរពនៅអធិបតេយ្យភាពនិងអធិភាពរបស់ប្រទេសនីមួយៗនេះគឺជាសារសំខាន់ដែលយើងបានមកជ្រាបជូនទៅក្នុងអង្គមហាសន្និបាតសុខភាពពិភពលោកបាទសូមអរគុណអាយដាមឃើញថាសារនេះគឺជាការបង្ហាញភាពជាក់ស្ដែងមួយសម្រាប់សង្គមខាងនៅកម្ពុជាឬក៏បណ្ដាប្រទេសប៉ុន្តែជុំវិញទៅនឹងការចែកសារនៅក្នុងសន្និបាតនោះក៏នាងខ្ញុំឃើញមានថាមានជំនួបជាច្រើនជាមួយនឹងនៅបណ្ដាប្រទេសដែរនៅក្នុងកំឡុងសន្និបាតនេះដូច្នេះនាងខ្ញុំសូមជំរាបសួរទៅអាយដាមដែលជាសំណួរទី3តើតកតងទៅនឹងកម្ពុជាទទួលបានផលប្រយោជន៍ឬភាពជាដៃគូជាក់លាក់អ្វីខ្លះពីបេសកកម្មនេះហើយមួយទៀតតកតងនឹងជំនួបរបស់អាយដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីជាមួយនឹងលោកនាយកអង្គការសុខភាពពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចតើជំនួបនោះគឺបានលើកឡើងពីប្រធានបទអ្វីខ្លះចា៎បាទការពិតណាស់គឺការដែលយើងទៅចូលរួមមហាសន្និបាតនេះក៏មានការជួបជំនួបទ្វេភាគីជាច្រើនក្នុងនោះជួបជាមួយប្រទេសជាមិត្តមានប្រទេសជប៉ុនអង្គការ Gavi មូលនិធិសកលហៅថា Global Fund Stop TB មានផ្នែកដៃគូដែលប្រជុំមានគោលដៅបញ្ឈប់នៃការឆ្លងជំងឺរបេងភាពជាដៃគូនៃការលុបបំបាត់ជំងឺគ្រុនចាញ់ Malaria No More Accreditation International JCI គឺជាអ្នកដែលបញ្ជាក់ពីគុណភាពនៃសេវានិងដៃគូជាច្រើនទៀតឯការជួបពិភាក្សានេះគឺផ្ដោតសំខាន់ជារួមគឺផ្ដោតទៅលើកិច្ចសហប្រតិបត្តិការណា
កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាទី1គឺការគ្របដណ្ដប់សុខភាពជាសកលអ្នកណាដែលមានការចូលរួមទាំងឡាយពាក់ព័ន្ធក្នុងការគ្របដណ្ដប់សុខភាពជាសកលគឺថាមកជជែកដើម្បីយើងជំរុញកិច្ចការងារនេះ2គឺការត្រៀមខ្លួនទប់ស្កាត់នឹងគ្រោះអាសន្នសុខភាពសាធារណៈអានេះគឺថាយើងត្រូវតែដើរឲ្យស្របហើយមែនតើចែកម្លែកបទពិសោធន៍ឲ្យបានទៅដល់គ្រប់បណ្ដាដៃគូទាំងឡាយ3គឺការប្រើប្រាស់វិធានការការពារគឺចាក់វ៉ាក់សាំងមានរាប់ទាំងការចាក់វ៉ាក់សាំងជំងឺដែលបន្ទាន់និងជំងឺដែលរ៉ាំរ៉ៃមានដូចជាជំងឺមហារីកមាត់ស្បូនដែលយើងកំពុងតែយកចិត្តទុកដាក់ពីព្រោះការប្រើប្រាស់នៅវិធានការពារនេះគឺផលចំណេញក្នុងមួយជីវិតដែលយើងទាមទារត្រូវតែខិតខំអនុវត្តហើយមានអង្គការដៃគូដែលលោកចូលរួមជួយដើម្បីធ្វើយ៉ាងណាឲ្យបានការទទួលបានសេវាហ្នឹងមានតម្លៃសមស្របល្អហើយទាន់ពេលវេលាទី4នោះគឺការងារដែលជំងឺរបេងដែលបានលើកឡើងគឺចង់ដឹងថាកម្ពុជាធ្វើបាច់ផលប្រយោជន៍ដែលបានមានសារៈសំខាន់នេះហើយការលុបបំបាត់ជំងឺគ្រុនចាញ់កម្ពុជាធ្វើម៉េចបានលុបបំបាត់ជំងឺគ្រុនចាញ់នេះបានបាទគឺការដែលប្រឆាំងនឹងភាពស៊ាំមេរោគនិងការប្រើប្រាស់តាមសារនិងសកលលោកកំពុងយកចិត្តទុកដាក់ទាំងអស់គ្នាការដែលសុខភាព digital ក៏បានលើកឡើងការធ្វើឲ្យមានគុណភាពនៅតាមបណ្ដាមន្ទីរពេទ្យត្រូវយកចិត្តទុកដាក់និងការធ្វើរញ្ញប្រទានសុខាភិបាលប្រកបទៅដោយចីរភាពណាហើយនេះគឺជាបញ្ហាដែលសកលលោកកំពុងតែជួបប្រទះដូច្នេះគឺភាពជាដៃគូទាំងអស់នេះគឺមានសារៈសំខាន់ណាស់សម្រាប់គ្រប់គ្រងឲ្យផែនការយុទ្ធសាស្ត្រសុខាភិបាលយើងឆ្នាំ10ឆ្នាំផែនការរបស់យើង2025-2034របស់កម្ពុជាហ្នឹងគឺថាឲ្យមានដំណើរការឈានទៅមុខនិងការកែលម្អសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋយើងបានកាន់តែប្រសើរនេះគឺជាភាពរួមដែលជំនួបទាំងឡាយសិតតែប្រតិកលាដើម្បីពំនាំមកនៅជាជំនួយបច្ចេកទេសជាជំនួយមធ្យោបាយជាជំនួយផ្នែករញ្ញវត្ថុជាការបណ្ដុះបណ្ដាលហើយនឹងជាការបញ្ជាក់ចែកម្លែកទៅបទពិសោធន៍ដើម្បីយើងសម្រេចបានជោគជ័យបាទចាដូច្នេះតកតងទៅនឹងជំនួបរបស់អាដាមជាមួយនឹងនាយកអង្គការសុខភាពពិភពលោកមានអ្វីបន្ថែមទៀតទេទៅលើចំណុចនេះចាបញ្ជាក់ដោយឡែកជាពិសេសការពិតទៅនាយកអង្គការសុខភាពពិភពលោកក៏ដូចជាតំបន់មានភាពមមាញឹកក្នុងតំបន់នីមួយៗគឺដំបូងសិនជាពិភពលោក194ប្រទេសតំបន់ Pacific ខាងលិចនេះគឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេជាច្រើនពាន់លានអ្នកប៉ុន្តែនាយកតំបន់អង្គការសុខភាពពិភពលោក Pacific ខាងលិចតែងចង់មានជំនួបជាមួយកម្ពុជាដោយសារថាតែងតែទទួលផ្លាស់ប្ដូរនៅមតិដកពិសោធន៍ជាប្រយោជន៍សម្រាប់សុខភាពនៃបណ្ដាប្រទេសក្នុងតំបន់និងសកលដូច្នេះទេចង់បញ្ជាក់ជូនថានាយកអង្គការសុខភាពពិភពលោកតំបន់ Pacific ខាងលិចគាត់បានថ្លែងនូវការអរគុណយ៉ាងធំធេងបំផុតដោយសារតែសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលជាប្រទេសមិនមានចំនួនប្រជាជនច្រើនមែនប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសមួយមិនមានទំហំធំប៉ុន្តែលោកអញ្ជើញនាំប្រតិភូដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួមសន្និសីទសុខភាពតែមួយ One Health នៅទីក្រុងលីយ៉ុងប្រទេសបារាំងកន្លងទៅអាដាមប្រធានអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិចលោកមានការថ្លែងនៅការអរគុណកោតសរសើរថានាយករដ្ឋមន្ត្រីនៃប្រទេសមួយតូចតែមានប្រសាសន៍អន្តរកម្មយកចិត្តទុកដាក់សុខភាពសកលនេះគឺជាប្រវត្តិសាស្ត្រធំដែលលោកបានបញ្ជាក់សកលធ្ងន់អំពីការថ្លែងនៃការអរគុណការយកចិត្តទុកដាក់នេះហើយមួយទៀតដែរគឺកម្ពុជាក៏បង្ហាញអំពីការគ្រប់គ្រងរបស់កម្ពុជានៅក្នុងការផ្ដួចផ្ដើមនៃការធ្វើការកែតម្រង់រចនាសម្ព័ន្ធសុខភាពសកលលោកហៅថា Architecture Global Health នេះគឺកម្ពុជាគ្រប់គ្រងដូចនៅក្នុងបទអន្តរកម្មដែលខ្ញុំបានលើកឡើងខាងដើមហើយទី3នោះគឺថាកម្ពុជាក៏បានមានសំណូមពរជាសំណើជូនដល់អង្គការសុខភាពពិភពលោកក្នុងការជួយគ្រប់គ្រងផ្នែកបច្ចេកទេសអ្នកជំនាញជា expert ជាបច្ចេកទេសផងជាមធ្យោបាយផងទាំងមធ្យោបាយឧបករណ៍សម្ភារៈទាំងហិរញ្ញវត្ថុផងដែរយើងស្វាគមន៍ហើយនឹងទាំងការបន្តបណ្ដាធនធានមនុស្សទាំងការជំរុញឲ្យមានការវិវត្តនៅផ្នែក digital ហើយនឹងការធ្វើយ៉ាងណាពង្រឹងគុណភាពឲ្យកាន់តែប្រសើរនៅក្នុងដំណើរការនៃការអនុវត្តសុខភាពបឋមដែលដាក់ជូនទៅជិតផ្ទះរបស់ប្រជាពលរដ្ឋនេះហើយនឹងការយកចិត្តទុកដាក់ទៅលើការរៀបចំនៅការអនុវត្តយើងកម្ពុជាបានធ្វើគណៈកម្មការអន្តរក្រសួងនៃសុខភាពតែមួយហើយប៉ុន្តែយើងរៀបចំនៅផែនការយុទ្ធសាស្ត្រ
ដូច្នេះគេថាស្នើឲ្យអង្គការសុខភាពគ្រប់តំបន់នេះចូលរួមជំរុញដើម្បីឲ្យមានអ្នកជំនាញចូលរួមក្នុងការរៀបចំកិច្ចការនេះដែលបានសម្រេចជោគជ័យបាទ មួយនេះបន្តិចអាយដាមបានលើកឡើងជុំវិញទៅនឹងសុខភាពបឋមដូច្នេះនេះខ្ញុំក៏សូមអនុញ្ញាតជម្រាបសួរជុំវិញនឹងសំណួរនេះផងដែរតើកម្ពុជាបានសង្កត់ធ្ងន់អំពីការបង្ការនិងសេវាថែទាំសុខភាពបឋមហេតុអ្វីបានជាចំណុចទាំងនេះមានសារៈសំខាន់ជាអាទិភាពចា៎ សុខភាពបឋមនេះគឺសំខាន់ហើយដែលខ្ញុំអាចជំរាបជូនមកបែបទៀតថាគ្មានប្រទេសណាមួយនៅលើសកលលោកដែលលើកកម្ពស់សុខភាពប្រជាជនប្រកបទៅដោយចីរភាពនិរន្តរភាពប្រសិនបើពឹងផ្អែកតែទៅលើការព្យាបាលអញ្ចឹងការបង្ការនិងសេវាសុខភាពបឋមនេះគឺជាគ្រឹះរបស់ប្រព័ន្ធសុខាភិបាលដែលរឹងមាំហើយនឹងមានសមត្ថភាពហ្នឹងយើងជម្រាបតែខ្លីបាទដូច្នេះកម្ពុជាកំពុងតែអនុវត្តវិធីសាស្ត្រនៃការរៀបចំសេវាសុខភាពបឋមហ្នឹងឲ្យកាន់តែប្រសើរថែមទៀតឲ្យចិត្តនឹងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍តែម្ដងដែលជាការផ្ដើមកម្ពុជាលើកឆ្នាំមុនឆ្នាំទៅនៅពេលដែលខ្ញុំបានជួបជាមួយនឹងអាដាមបណ្ឌិត Tedros នាយកអង្គការសុខភាពពិភពលោកឥឡូវឆ្នាំនេះដាក់យកមកនិយាយទៅលើការពង្រឹងរុញសុខភាពបឋមឆ្នាំទៅជំនួបឲ្យលោកជូនអ្នកជំនាញ expert មួយមកឥឡូវកម្ពុជាដើរលឿនទៅមុខលើកនេះគឺជាការដែលអង្គការសុខភាពពិភពលោកជំរុញនៅកិច្ចការងារនេះគេហៅថា Primary Healthcare Booster Implementation Framework មានន័យថាធ្វើឲ្យប៉ុន្តែជំរុញជាក្របខ័ណ្ឌការងារមួយឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតពីព្រោះថាត្រូវនឹងអតិភិបហើយចឹងហើយបានសុខភាពបឋមនេះសំខាន់ណាស់វាស្របជាមួយនឹងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល10ឆ្នាំរបស់កម្ពុជា2025-2034និងមួយទៀតដែរគឺគោលដៅរបស់យើងគឺធានាទៅម៉េចឲ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលមួយប្រកបដោយគុណភាពផងទាន់ពេលវេលាឆាប់រហ័សនិងនៅក្នុងសហគមន៍និងកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមគ្រួសារផ្ទាល់ទៅលើនឹងឲ្យមានការធានារ៉ាប់រងសុខភាពមូលនិធិសមត្ថលក្ខណៈបាទ ខ្ញុំសូមអរគុណច្រើនឃើញថាអាយដាមបានលើកឡើងនៅចំណុចសំខាន់ជាច្រើនតែនៅក្នុងហ្នឹងអាយដាមខ្ញុំសូមសំណួរចំនួន2ទៀតតែសំណួរមួយទៀតគឺតកតងទៅនឹងតើអាយដាមអញ្ជើញទៅតើសុខាភិបាលកម្ពុជាយើងបានពំនាំអ្វីដែលធំជាងគេហើយជាបទពិសោធន៍ឬក៏ជាមេរៀនគំរូដើម្បីចូលរួមចែករំលែកជាមួយនឹងបណ្ដាប្រទេសដទៃនៅលើពិភពលោកក្រៅពីបទពិសោធន៍ COVID-19 កន្លងមកនេះចា៎ ពិតណាយើងមានបទពិសោធន៍ជាច្រើន COVID-19 ជោគជ័យក្រៅពីនេះយើងកំពុងតែបទពិសោធន៍យើងធំការលុបបំបាត់ជំងឺគ្រុនចាញ់គោលដៅរបស់យើងគម្រោងផែនការឆ្នាំ2011ដល់2025ថាធ្វើម៉េចកម្ពុជាលុបបំបាត់កុំឲ្យមានជំងឺគ្រុនចាញ់ហើយជំងឺគ្រុនចាញ់មានការលំបាកណាស់ព្រោះនៅក្នុងតំបន់ព្រៃឬក៏ជាប់នៅព្រំដែនលក្ខណៈប៉ុន្តែកម្ពុជាសម្រេចបានគឺលុបបំបាត់តាមផែនការពុំមានការស្លាប់ជំងឺដោយជំងឺគ្រុនចាញ់រយៈពេល8ឆ្នាំហើយអត់មានស្លាប់ដោយជំងឺគ្រុនចាញ់ទេតាំងពីឆ្នាំ2018ហើយនៅផែនការថាឆ្នាំ2025នេះត្រូវតែលែងឲ្យមានការឆ្លងជំងឺគ្រុនចាញ់ថ្មីកម្ពុជាធ្វើបានលឿនជាងបន្តិចផងគឺគ្មានករណីថ្មីនៃជំងឺគ្រុនចាញ់តាំងពីថ្ងៃទី8ខែ September នៅឆ្នាំ2025កន្លងមកមានន័យថាត្រីមាសទី4នៃឆ្នាំ2025យើងលែងមានករណីថ្មីជំងឺគ្រុនចាញ់ត្រង់ហ្នឹងដែលពិភពលោកចង់ដឹងបទពិសោធន៍នេះមានអ្នកតាមស្កាត់ជួបគ្រប់កន្លែងហើយមានឃើញនៅក្នុងរូបភាពនោះគឺថាសូម្បីតែជួបនៅកន្លែង event ហ្នឹងគឺថាចំអៀតប៉ុន្តែក៏លោកចង់ជួបអ្នកខ្លះកាត់មកតាមពីអាមេរិកមកចង់ជួបដើម្បីដកពិសោធន៍រឿងនេះហើយនឹងចូលរួមដើម្បីធ្វើយ៉ាងណាទប់កុំឲ្យកើតមានជំងឺគ្រុនចាញ់នេះទៀតតែកាលណាក្នុង2ឆ្នាំទៀតយើងមិនមានករណីជំងឺគ្រុនចាញ់ថ្មីយើងនឹងទទួលបាននៅវិញ្ញាបនបត្របញ្ជាក់ថាកម្ពុជាបានលុបបំបាត់ជំងឺគ្រុនចាញ់ដែលមានស្ថិរភាពដូច្នេះទេយើងកំពុងតែធ្វើយ៉ាងណាឲ្យដៃគូទាំងឡាយចូលរួមក្នុងការជួយធ្វើយ៉ាងណាកុំឲ្យមានការកើតហើយកើតជំងឺគ្រុនចាញ់ថ្មីនេះកើតទាំងនៅក្នុងស្រុកនិងកើតទាំងបើសិនជាអ្នកធ្វើដំណើរពីក្រៅប្រទេសចូលមកដូច្នេះយើងត្រូវបន្តធ្វើការប្រុងប្រយ័ត្ននេះគឺថាយើងបានពំនាំជូនទៅសកលលោកអញ្ចឹងគឺថា zero case ជំងឺគ្រុនចាញ់នេះមួយទៀតដែរទី2គឺជំងឺរបេងជំងឺរបេងនេះគឺថាកម្ពុជាមានវឌ្ឍនភាពល្អណាស់អំពីការគ្រប់គ្រងនៃជំងឺរបេងនេះនៅក្នុង2ទសវត្សរ៍កន្លងទៅកម្ពុជាបានធ្វើការល្អក្នុងការទម្លាក់ទាញឲ្យធ្លាក់ចុះនៅអត្រានៃការឈឺបានរហូតដល់ទៅ 68% ហើយអត្រាស្លាប់ដោយគ្រុនចាញ់រហូតដល់ 78%
ដូច្នេះនេះគឺជាលទ្ធផលល្អមួយដែលសកលលោកចង់ដឹងហើយយើងបានជម្រាបជូនហើយថាអញ្ចឹងធ្វើមិនខ្លះទៅកម្ពុជាមាននវានុវត្តច្រើនណាស់ក្នុងការធ្វើលើជំងឺរបេងនេះហើយយើងគឺជាប្រទេសដែលនាំមុខដែលជំរុញឲ្យកម្ពុជាយើងនឹងបានដកឈ្មោះចេញពីបញ្ជីនៃប្រទេសដែលមានជំងឺរបេងខ្ពស់នៅលើសកលលោកក្នុងប្រទេស30ដែលមានរបេងខ្ពស់កម្ពុជាឥឡូវយើងដកឈ្មោះយើងចេញតាំងពីឆ្នាំ2021ហើយយើងបន្តតាមដានមើលតទៅទៀតនៃការដំណើរការនេះហើយកម្ពុជាជាប្រទេសមួយដែលជ្រើសរើសយកនៅនវានុវត្តន៍នៃការព្យាបាលនិងតាមដានជំងឺរបេងនឹងដោយប្រើរហូតដល់ទៅ X-ray ថតនឹង digital នៅក្នុងមូលដ្ឋាននោះអាហ្នឹងពិភពលោកចង់ដឹងហើយគឺជាការធ្វើការនវានុវត្តន៍មួយដែលមានមិនតម្លៃថ្លៃហើយទៅដល់មូលដ្ឋានមួយទៀតគឺប្រើកុំព្យូទ័រដើម្បីស្រង់ព័ត៌មានដាក់ចូលជាផែនទីនៅក្នុងមូលដ្ឋានដឹងថានៅខាងណាមួយទៀតដែរគឺថាមានការគ្រប់គ្រងនៅទិន្នន័យបែប digital ឲ្យហើយរហូតដល់ទៅដឹងទៀត មានន័យថាអត្តសញ្ញាណរបស់អ្នកជំងឺនោះទៀតហើយមានឧបករណ៍ពិសេសមួយដើម្បីនឹងមើលមេរោគរបេងមិនមែនគ្រាន់តែមើលមីក្រូស្កូបទេប្រើដល់ទៅ technology ខ្ពស់បច្ចេកវិទ្យាខ្ពស់នេះគឺជាការដែលយើងនាំជូនទៅពិភពលោកហើយសង្ឃឹមថាអត្ថប្រយោជន៍បានច្រើនប្រទេសទៀតដល់ធ្វើចឹងដែរតែជំងឺរបេងនឹងងាយក្នុងការគ្រប់គ្រងកាត់បន្ថយពីព្រោះជំងឺរបេងកើតតាំងពីមុនប្រវត្តិសាស្ត្រទៀតជាជំងឺដែលចាស់ជាងគេប៉ុន្តែឥឡូវហ្នឹងនៅតែត្រូវការប្រយុទ្ធប្រឆាំងបាទមួយទៀតដែរគឺយើងពំនាំនៅបទពិសោធន៍ការគ្រប់គ្រងជំងឺអេដស៍គឺផែនការ95 3 ដងមានន័យថាមិនងាយធ្វើបានតែកម្ពុជាធ្វើបានណានៅឆ្នាំ2025កម្ពុជាធ្វើបាន 95% នៃអ្នកជំងឺអេដស៍ត្រូវបានដឹងថាខ្លួនមានស្ថានភាពទី2គឺ95ទី2គឺដឹងហើយទទួលបានថ្នាំព្យាបាលចូលព្យាបាលឲ្យបានត្រឹមត្រូវហើយទី3គឺ95ទី3ទៀតនោះគឺអ្នកដែលព្យាបាលនឹងរោគមេរោគអេដស៍នឹងស្ថិតនៅក្រោមកម្រិតមួយដែលថាតិចបំផុតមានថាការព្យាបាលនឹងត្រូវរហូតដល់រោគមេរោគនឹងគឺថាសិនតែមិនធ្វើមានតិចបំផុតមានថាគឺជាការជោគជ័យមួយដែលកម្ពុជានឹងចែកបែបជូនជាតិសកលលោកដែរបាទមួយទៀតដែរគឺកម្ពុជាកំពុងតែទទួលនៅការកោតសរសើរថាឈានមុខនៅក្នុងការធ្វើការគិតគូរអំពីសុវត្ថិភាពអ្នកជំងឺគេហៅថា Patient Safety Pathway ថ្នាក់ដឹកនាំរបស់អ្នកធ្វើ accreditation ការវិនិច្ឆ័យគុណភាពសេវានេះកម្រិតខ្ពស់ជានាយកផ្នែកហ្នឹងគាត់នាយករងប៉ុន្តែគាត់ប្រធានផ្នែក Patient Safety Pathway នេះគាត់មកជួបគាត់កោតសរសើរថាកម្ពុជាគិតគូរកិច្ចការងារនេះជាអត្ថប្រយោជន៍ឲ្យតែគាត់ចូលរួមជាមួយកម្ពុជាដើម្បីយកបទពិសោធន៍នៅកម្ពុជាចែករំលែកសម្រាប់តំបន់ផងដែរនឹងកិច្ចការមួយចំនួនជាច្រើនផ្សេងទៀតដែលកម្ពុជានេះគឺថាជាគោលដៅឬក៏ជាគំរូមួយនៅក្នុងការគិតគូរដោះស្រាយបញ្ហាសុខភាពទាំងឡាយហើយច្រើនតែធ្វើបានលឿននិងជោគជ័យនេះខ្ញុំសូមគោរពអរគុណច្រើនអាដាមគ្រាន់តែបានស្ដាប់លំអិតក៏មានអារម្មណ៍ថារំភើបហើយក៏សូមគោរពអរគុណច្រើនចំពោះការលះបង់របស់ប្រជាជនកម្ពុជាដូច្នេះជាចុងក្រោយតើអាដាមមានសារអ្វីជូនទៅដល់ប្រជាជនកម្ពុជាជួយពីការការពារថែទាំឬក៏អ្វីជាសារៈសំខាន់ជូនដល់ប្រជាជនទៀតចា៎សូមគោរពជើញសូមអរគុណណាស់ជាចុងក្រោយនេះខ្ញុំទី1ខ្ញុំសូមផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីខ្ញុំក្នុងនាមវិស័យសុខាភិបាលនេះសូមជម្រាបបងប្អូនជាពលរដ្ឋកម្ពុជាយើងទាំងអស់ជ្រាបថាសុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើងទាំងអស់គ្នាហើយការការពារនិងការលើកកម្ពស់សុខភាពគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាទាំងបងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងមន្ត្រីសុខាភិបាលទាំងអស់គ្នាទី2ខ្ញុំចង់បញ្ជាក់ជូនថាក្រសួងសុខាភិបាលបន្តខិតខំដោយបដិបត្តិក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាការកែលម្អគុណភាពសេវាបន្ថែមទៀតការពង្រីកការទទួលបាននូវសេវាសុខាភិបាលប្រកបទៅដោយសមត្ថភាពការបង្កើនការយកចិត្តទុកដាក់និងត្រៀមខ្លួនឆ្លើយតបបញ្ហាសុខភាពទាំងឡាយដែលកើតមានដូចបានឃើញហើយនឹងធ្វើយ៉ាងណាដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋយើងគ្រប់រូបទទួលបានការថែទាំសុខភាពប្រកបទៅដោយគុណភាពនិងសេចក្តីថ្លៃថ្នូររបស់ជាតិកម្ពុជាយើងហើយទី3សូមពៀវនាងជូនដល់បងប្អូនប្រជាពលរដ្ឋយើងសូមឲ្យថែរក្សាសុខភាពអនុវត្តនៅវិធានទាំងឡាយនៃការបង្ការជំងឺដោយដែលបានជូនជ្រាបជាបន្តបន្ទាប់សូមឲ្យបងប្អូនមានទំនុកចិត្តទៅលើវិទ្យាសាស្ត្រដែលមានភាពត្រឹមត្រូវបញ្ជាក់ដោយក្រសួងសុខាភិបាលហើយបន្តសហការ
ជាមួយគ្រប់ស្ថាប័នគ្រប់កម្រិតអាជ្ញាធរមូលដ្ឋានមន្ត្រីសុខាភិបាលគ្រប់កម្រិតទាំងអស់ដើម្បីសុខភាពរបស់បងប្អូនយើងទាំងអស់គ្នាខ្ញុំសូមជូនពរឲ្យបងប្អូនជាពលរដ្ឋយើងទាំងអស់មានសុខភាពល្អដើម្បីកសាងគ្រួសារសង្គមជាតិយើងឲ្យបានរឹងមាំសូមគោរពអរគុណ